Cha bongប្អូនឥឡូវខ្ញុំជិះម៉ូតូមកបង់ត្រីនៅជួរខាងអាងភៀសឥឡូវជិតដល់បឹងហើយបងប្អូនមកមើលបឹងនៅមកមើលបន្លាយនៅមុខឯងបងប្អូនគាត់បង់បដើប៉ុន្តែខ្ញុំអត់បានបង់នៅមុខទេខ្ញុំចូលទៅដល់បឹងបងប្អូនដល់កន្លែងបឹងហ្នឹងខ្ញុំឈប់ម៉ូតូនៅចំអាកន្លែងពៀនផ្លូវកន្លែងបន្លាយបងប្អូនបង់ហ្នឹងបើខ្ញុំជើញចុះដើរឆ្លងស្ពានទៅបានទៅដល់កន្លែងបឹងហ្នឹងបើម៉ូតូជិះអត់ដល់ទេមាត់ផងធំធំបងត្រីផោចាំមើលមាត់ត្រីផោនោះប៉ុណ្ណាណីនោះមិនគាត់បោះដល់ព្រោះបងប្អូនគាត់មកបង់ច្រើនផ្លូវអាងភៀដាក់ថាក្បូនបងបាទត្រីសយូរទៅរោមើលបឹងក្រោមតិចសិនបើណាប្រឡោះបន្លាយហ្នឹងបងបានទៅបងប្អូនគាត់បង់ច្រើនជួដើមកាសចាហ្នឹងទឹកស្រកច្រើនទេបងប្អូនទេបងផោអាចលេងបានផ្លូវទៅបឹងបងប្អូនបឹងខាងអាងភៀស្រកហើយនោះខាងកន្លែងកើយបឹងមួយដែលគេកាយដីហ្នឹងនិយាយពីបងប្អូនគាត់បងសក្បូនទឹកស្រកណាបឹងថ្មីទីតាំងថ្មីបងប្អូនទឹកស្រកច្រើនមែនទែនពេលបងប្អូនណាធ្លាប់មកបង់នេះដឹងហើយខាងអាងភៀប៉ុន្តែខ្ញុំអត់ស្គាល់ឈ្មោះទេខ្ញុំដឹងថានៅម្ដុំអាងភៀនៅក្នុងអាងបរោយបងប្អូនគាត់មកបង់គាត់ថាជីក្បូនទាំងអស់ប៉ុន្តែជាមួយត្រូវនេះទឹកបឹងក្នុងអាងភៀនេះស្រកច្រើនណាបងប្អូនគាត់ខ្លះដាក់មងមួយជាប់ដល់ហើយនោះអូយដល់ហើយត្រីឡើងគៀនដាក់មងក៏បានដែរនេះបងប្អូនខ្លះគាត់បងដាក់ក្បូនខាងនោះដាក់ក្បូនបងប្អូនដាក់ក្បូនអញ្ចឹងបានយកត្រីធំល្អអត់សូវមានបងប្អូនណាដឹងខ្ញុំទឹកដឹងដែរក្នុងអាងនេះដើរមកលមមហត់ដែរបានដល់កន្លែងបងដាក់ក្បូនបងចាំមើលយកត្រីធំទឹកស្រកអញ្ចឹងក្នុងបឹងអញ្ចឹងត្រីហើយទៅដល់ខាងកើតទៀតខាងកើតនោះបងប្អូនគាត់បងច្រើនខាងនោះអើយប្រមាណក្បូនដែរបើដើរបងគៀនបានអត់មានក្បូនជីដូចបងប្អូនមានតែបងគៀនច្រាំងចេះនេះដាក់មកតំណាញ់ផ្អាប់ចោលសិនដាក់ផ្អាប់ចោលបងប្អូនក៏មានក្បូនអញ្ចឹងស្រួលដែរចងឯងប្រែដល់ចូលមួយទៀតហើយបងប្អូនបងកាឡាញឹកចូលដែរបើកាឡាធំអត់ទៅចូលឡាញឹកចូលវិញបុកអូយគាត់ថាអង្គើអូអង្គើមែនត្រូវតើនេះមួយម៉ានចូល1គីឡូដែរអូចង់1គីឡូដែរនេះប៉ុណ្ណាណៃបងប្អូនអើយធំល្អដល់អូយ